การងារมันให้អស់ខ្លះតែទុកមកពីក្នុងផ្សារធ្វើតទៀតហើយអាវ៉ាន់ក៏រៀបហើយអស់ដែរម៉ូតូដល់យកចេញក្រៅហើយអញ្ចឹងបន្តិចទៀតនេះយើងជួបគ្នានៅ PVT នៅចំចាមានគ្នាយើងបានទៅដល់ PVT ចំចៅមុនអស់ខ្លះហើយពេលនេះខ្ញុំបានទៅបើថាផ្លូវវាស្ទះពេកខ្ញុំជិះតាំងម៉ោង 4 ធម្មតានេះជិះចង់1 ម៉ោងអីគាត់មកផុតផ្លូវស្ទះតែមកយើងបានជុំគ្នាយើងចាប់ផ្ដើមចេញដំណើរទៅប្រើដោយសារមានអ្នកខ្លះនៅតាមក្រោយទៀតបើយើងចាំនៅយូរចឹងកាត់តយើងកាត់មកដល់កន្លែងបានញ៉ាំអីយើងញ៉ាំអីហើយបើខ្ញុំតដំណើរទៅទៀតតាមផ្លូវយើងទៅនេះអត់សូវមានឡានធំទេបងប្អូនឡានធំដូចគឺអត់សូវមានទេបើសារយើងចេញម៉ោងរៀងយប់ដែរហ្នឹងម្ដងមកនេះមកចង់ចូលម៉ោង 8 អីហ្នឹងតែផ្លូវឡានធំវាអត់សូវមានថ្ងៃហ្នឹងខ្ញុំចេញទៅថ្ងៃសុក្រហើយទីទៀតនេះគឺជិះហួសផ្លូវខ្ញុំមើល Telegram ទៅគ្នាយើងឆាតប្រាប់ថាឲ្យបត់តែខ្ញុំទៅគ្នាមាន 3-4 ម៉ូតូនេះផ្លូវរៀងហ្នឹងទៅ 3-4 ម៉ូតូទៅហួសទៅមុខទៅរៀងឆ្ងាយដែរបានបត់មកក្រោយវិញតាមគ្នាយើងតែតាមអត់តណាគ្នាយើងទៅដល់ផ្លូវបត់ចូលសហគមន៍មុនទៅហើយបានទៅតាមក្រោយតាមនេះតនដែរពេលនេះយើងកាត់ចូលដល់ពីព្រឹកមកទៅដោយសារយប់មិញយើងហត់ដែរយើងជិះម៉ូតូផ្លូវឆ្ងាយយើងបានធ្វើដំណើរតាមគោយន្តដោយសហគមន៍គាត់ជួយយើងទៅកន្លែងជើងភ្នំចឹងតាមផ្លូវមានអីបាក់ដែរតាសម្រាប់អ្នកដែលជិះម៉ូតូសបកកង់ដូចយើងជិះតាមក្រុងអីជិះមកតាមផ្លូវនេះគឺជិះអាកាសទេគឺយើងមើលតាមសភាពផ្លូវទៅគឺស្អិតបើតាំងជាសបកកង់ចឹងសបកក្រោះអីគឺយើងអាចជិះបានតែវាក៏នៅរៀងរអិលខ្លះដែរផ្លូវវារៀងបាក់ដែរប្រហែលជាអាចចូលដល់ 2-3 គីឡូដែរនាំដល់ជើងភ្នំហ្នឹងគឺផ្លូវវារៀងបាក់ឡើងតួចោះតួផ្លូវខ្លះក៏ជើងក្លុកខ្លាំងទៅអាលាក់ខ្លាំងតែផ្លូវខ្លះរៀងស្រួលតិចតួចដែរទៅតាមយើងជិះគោយន្តទៅហ្នឹងគឺតែសភាពនៅតាមសងខាងផ្លូវយើងគឺស្អាតសំណាងហើយតែថ្ងៃនេះអត់ភ្លៀងបើសិនជាភ្លៀងគឺយើងគឺបើកគោយន្តគឺវាល្អខ្លាំងផ្លូវខ្លះបើជាល្អយើងអាចចុះដើរខ្លះតែសំណាងហើយដល់ថ្ងៃនេះគឺយើងអត់មានល្អមានអត់មានភ្លៀងអីអត់អីតាមផ្លូវនេះគឺមានគេធ្វើមកភ្លើងអគ្គិសនីប្រហែលជាមានវិរិយអគ្គិសនីនៅម្ដុំហ្នឹងបានគេធ្វើបកគោភ្លើងនៅហ្នឹងយើងចេញពីសហគមន៍ហ្នឹងពីផ្ទះសហគមន៍មកគឺប្រហែលជាម៉ោង 6 កន្លះម៉ោង 7 យើងចេញមកតាមបងផ្លូវគឺគេឈូសឆាយផ្លូវមើលទៅស្រួលជាងមុនអត់ដូចអ្នកខ្លះគាត់បានប្រាប់ថាលោកមុនអីគឺផ្លូវបាក់តែលើកនេះផ្លូវគេឈូសស្អាតជាងមុនអញ្ចឹងយើងស្រួលធ្វើដំណើរវាអត់សូវបាក់ដូចលោកមុនអញ្ចឹងវីដេអូខ្ញុំថតកាត់ទេខ្ញុំថតតាមទូរស័ព្ទហើយ memory យើងតូចដែរយើងថតកាត់ដើម្បីឲ្យអ្នកទាំងអស់គ្នាបានមើលវីដេអូអញ្ជើញនេះគេកាត់ស្លឹកចោលអស់ហើយដោយសារវានៅចិត្តបកគោភ្លើងយើងចិត្តដល់ហើយ
ពេលនេះយើងបានដល់ហើយយើងដល់កន្លែងជើងភ្នំដែលយើងត្រូវឡើងហើយនេះផ្លូវដែលយើងត្រូវឡើងតែយើងអត់ឡើងហើយយើងចុះតាមនឹងវិញតែយើងចូលតាមផ្លូវថ្មីគេនេះគឺច្រកគៀនកោយុននេះផ្លូវកន្លែងនេះគឺយើងចុះមកវិញយើងសម្រាប់យើងចុះមកវិញណាតមកគឺយើងដើរចូលផ្លូវថ្មីហ្នឹងគឺមានបងកាយគាត់នាំផ្លូវយើងបន្តិចឯសាមានអ្នកធ្លាប់វែងណាចឹងគាត់នាំយើងទៅដល់កន្លែងដែលផ្លូវដែលបាត់ដែលមានគេធ្លាប់វែងហ្នឹងគាត់នាំយើងដល់កន្លែងហ្នឹងរៀងឆ្ងាយដែរបងអាផ្លូវដែលគេនាំយើងទៅរៀងឆ្ងាយដែរដើរឲ្យចង់300ម៉ែត្រដែរហ្នឹងយើងដល់កន្លែងផ្លូវដែលយើងត្រូវបាត់ហ្នឹងហើយមានមានអីតាមផ្លូវតាមអីចឹងតែបើសិនជាមានមិនភ្លៀងខ្លាំងអីហើយនេះប្រហែលជាមានទឹកច្រើនតែដល់ពេលដែលយើងដើរទៅហ្នឹងវាអត់មានថ្ងៃហ្នឹងអត់មានភ្លៀងទេក៏វាសើមីតិចតួចដល់ពេលយើងចុះអាប់ចឹងណាហើយផ្លូវនេះគឺមានទៀកគ្នាយើងទៀតទៅមានគ្នាយើងមានទៀកខាងតាមផ្លូវវាអត់សូវសម្បូរដូចលោកមុនទេទៀកមានតិចតួចតាមផ្លូវនេះយើងដើរតាមផ្លូវនេះទៅវារឿងត្រជាក់អត់សូវក្តៅដូចអាផ្លូវឲ្យខ្ញុំឲ្យមើលមិញហ្នឹងគឺផ្លូវឈូសមិញហ្នឹងគឺផ្លូវហ្នឹងបើសិនជាយើងឡើងតាមហ្នឹងគឺក្តៅជាងឆាប់ហត់បើតែយើងដើរតាមផ្លូវថ្មីនេះគឺក្តៅអត់សូវមានបញ្ហាក្តៅគឺយើងត្រជាក់ដោយសារមានដើរតាមព្រៃណាតែរឿងហត់តិចពេលនេះខ្ញុំដើរប្រហែលជា10នាទីឯងខំដើរ10នាទីផ្លូវវារឿងចោលគឺហត់អស់កម្លាំងក៏សិបបានថតទេដោយសារកតាបយើងរឿងធ្ងន់ដែរខ្ញុំដាក់រឹងដាក់តាំងទៅដើរទៅយើងអត់សូវក្តៅដោយសារយើងដើរចូលតាមផ្លូវថ្មីនេះគឺវាបលប់ទាំងអស់ហើយដើមឈើបាក់ធំមានច្រើនកន្លែងដែរពេលនេះអស់មែនតើនេះគ្នាយើងកន្លែងនេះគ្នាយើងមានគ្នាតិខាំក៏ស្រែកនៅទៀតនឹងដាក់វីដេអូឲ្យមើលមួយខំតែម្នាក់ទៀងកន្លែងតែម្នាក់មកទៀតហ្នឹងយើងដើរបានប្រហែលជា2ម៉ោងហើយយើងសម្រាប់សិនទៅពេលយើងដើរឈប់ទេដោយសារយើងផ្លូវចំណោទយើងដើររឿងហត់ផ្លូវវាបាក់វាដុំថ្មដុំអីតែវាត្រជាក់យើងស្រួលឡើងវាអត់ដូចតែផ្លូវចេះផ្លូវចាស់ដែលគេឈូសហ្នឹងគឺផ្លូវហ្នឹងក្តៅយើងឈប់សារ៉ាទីសិនទៅដោយសារដើរទៅហត់ខ្លាំងតោះមកយើងកាត់ដល់កន្លែងយើងដល់ខាងលើនេះគឺផ្លូវយើងរៀងរៀបហើយយើងលេងចោតចំណោទទៀតទេគឺដើររៀងស្រួលហើយតែពេលយើងដើរដល់លើហ្នឹងរយៈពេលហើយចង់4ម៉ោង4ម៉ោងដែរហ្នឹងគឺហត់ហើយមួយខ្ញុំដើរនៅចង់លំបួរកពើជើងហ្នឹងគឺឈឺកពួនជើងសងខាងពេលនេះខ្ញុំដើរហួសផ្លូវទៅពេលគ្នាយើងត្រូវបោះតង់នៅខាងជើងភ្នំខាងនោះហើយអានេះខាងលើភ្នំដែរនៅក្នុងសំពៅនេះផ្លូវដែលយើងត្រូវមកគឺខាងជើងភ្នំមួយទៀតគឺយើងដើរឆ្លងគឺនេះគឺត្រជាក់បងប្អូនគឺត្រជាក់ទឹកត្រជាក់ហ្មងខ្ញុំកំពុងតែឈឺជើងលំងកពើហងពេលប៉ះទឹកហ្នឹងទៅគឺត្រជាក់ខ្លាំងពេកគឺលំងកពើហ្មងតែវាអត់ទៅចុកហ្មងតែពេលដើរឡើងដល់លើហើយដល់មកស្ទុះគឺចុកយកហ្មងទឹកនេះត្រជាក់ខ្លាំងសំណាងតែមេឃអត់សូវភ្លៀងមេឃអត់ភ្លៀងនិយាយទៅថ្ងៃហ្នឹងមេឃអត់ភ្លៀងបើមិនជាភ្លៀងគឺប្រហែលជាអាចមានទៀកមានអីនេះមានទៀកមួយឬមួយវាទៀកឲ្យអស់ហ្នឹងប្រហែលភាសាមានក្លប់គេដើរច្រើនទៅទៀកវាតោងអ្នកមុនអស់ចឹងសប្បាយយ៉ាងដែរមកតែគ្នាយើងនៅតាមផ្លូវនេះវាត្រជាក់បើសិនទៅជាផ្លូវក្តៅវិញគ្នាយើងដើរប្រហែលជា5ម៉ោងអី4ម៉ោងអីដោយសារហត់បើហត់តាមផ្លូវចាស់នោះផ្លូវកញ្ឈូនហ្នឹងគឺវាក្តៅយើងអត់សូវមានកន្លែងអង្គុយទេយើងឡើងទៅឆាប់ហត់បើសិនជាផ្លូវឡើងទៅថ្មីនេះ
ចឹងហត់មែនតែយើងមានកន្លែងអង្គុយហើយជជាស្រួលឡើងគឺជជាបងប្អូនអើយទឹកនេះ ទីបំផុតយើងបានដល់ខាងលើហើយចឹងពេលនេះយើងដើរទៅកន្លែងតង់យើងតែខាងសហគមន៍គាត់បានរៀបចំតង់ឲ្យយើងហើយខ្ញុំឡើងដល់ខាងលើហ្នឹងខ្ញុំចំណានឈឺគឺព្រួនជើងបាត់ហើយដោយសារចោះទឹកមិនត្រជាក់តែមិនអីទេមានបញ្ហាអីទេដោយសារមកដល់ខាងលើគឺទិដ្ឋភាពគឺស្អាតបងប្អូនគឺស្អាតមែនទែនខ្ញុំទៅមកលើកទី1ដែរដោយសារមានកម្រងយូរហើយចង់មកម្ដងតែអត់បានមកនេះជាកន្លែងយើងបោះតង់គឺស្អាតមែនទែនតែពេលនេះគឺចង់អាប់ហើយមេឃរាលឹមគឺស្អាតចង់អាប់ចឹងមកគឺវាត្រជាក់វាអត់ក្តៅបើថាជាបើបីហើយក្តៅក៏វាមិនសូវក្តៅដោយសារវាមានធម្មជាតិមានបៃឈើមានអីនៅអមសងខាងថតរូបថតអីនៅនឹងស្អាតបងប្អូនអើយបើសិនជាមានគូមានអីនាំគ្នាមកលេងកន្លែងនេះទេកាន់ថតរូបថតអីកាន់កាន់ស្អាតបន្ទាប់មកគឺយើងនាំគ្នាទៅលេងទឹកធ្លាក់នៅគៀននៅក្បែរនឹងដែរយើងដើរប្រហែលជា10នាទី5-10នាទីទេយើងដើរទៅដល់ហើយយើងអត់ទៅលេងទឹកធ្លាក់ឡើងឆ្ងាយអាសាឬខាងបងគាត់ថាមានទីមានអីច្រើនទៅកន្លែងឆ្ងាយចឹងទៅកន្លែងចិត្តហ្នឹងទៅវាគឺដោយសារមានមនុស្សទៅច្រើនទៅលេងច្រើនទៅវាអត់សូវមានទៀតនេះជាខាងលើភ្នំសំពៅហ្នឹងមើលតង់ច្រើនបងប្អូនមនុស្សមកច្រើនថ្ងៃហ្នឹងមកច្រើនមែនទេមនុស្សយើងបន្តដំណើរទៅទឹកធ្លាក់យើងផ្លូវនេះជាចម្រៀងបងប្អូនតែចម្រៀងតែឃើញស្មៅស្អាតមានដើមឈើមានអីមានស្មៅពណ៌បៃតងមើលទៅស្អាតហើយយើងចិត្តដល់ដែរហើយប្រហែលជាយើងដើរមកស្ទុះទៀតដល់ហើយខ្សែវិចូលគាត់រហូតតាំងពីជិះម៉ូតូទីបំផុតយើងបានមកដល់កន្លែងទឹកធ្លាក់ហើយឃើញណាបងប្អូនលើសលេងទឹកធ្លាក់គឺដឹងគឺសលេងទឹកធ្លាក់នៅខាងក្រោមហើយយើងទឹកធ្លាក់ក៏ត្រជាក់បងប្អូនដោយសារនៅតំបន់ព្រៃភ្នំគឺត្រជាក់ទឹកត្រជាក់ខ្លាំងយើងមុតដូចទឹកខកអញ្ចឹងនេះកន្លែងខ្ញុំថតនេះគឺខ្ពស់ណាគឺជ្រៅវាយហ្នឹងប្រហែលចង់20ម៉ែត្រទៅខាងក្រោមហ្នឹងខ្ញុំថតមើលទៅនេះមើលទៅដូចទាបទេតែជ្រៅប្រហែលចង់20ម៉ែត្រទៅក្រោមនេះបងប្អូនមើលទៅគឺជ្រៅណាអញឈរនេះគឺអត់មានស្លាយមានអីទេខ្ញុំឈរក្នុងយ៉ាដែរ
គ្នាយើងបានមកលេងទឹកហើយគឺជាណាសบายមែនទេបងប្អូនយើងនេះខាងលើនេះគឺប្រហែលជា4ម៉ែត្រអីទេខ្ញុំឡើងទៅមកតំណែងទៀតកម្ពស់នេះប្រហែល4ម៉ែត្រ តបដៃពីតែយើងមកពីលេងទឹកវិញយើងចាប់ផ្ដើមជុំគ្នាធ្វើអីញ៉ាំជុំគ្នាយើងបានមានសាច់មានអីខ្លះមុនហ្នឹងគឺប៊ីអត់ភាសាយើងកំងសិកូស្អីគេគឺខាងគេអត់មានសិកូស្អីចឹងយើងប៊ីយើងថាយើងអត់មានអីញ៉ាំហើយថ្ងៃហ្នឹងតែចុងក្រោយគឺជើងមានវិញដោយសារខាងគាត់យកឲ្យយើងនេះកន្លែងនេះក៏ស្អាតដែរខ្ញុំនាំគាត់ទៅថតនៅជំរាជើងភ្នំហ្នឹងដែរគឺស្មៅគឺស្អាតតែក្នុងនេះគឺអត់មានទៀតមានអីទេបន្ទាប់មកគឺយើងកាត់ដល់ពេលព្រឹកយើងឡើងទៅក្នុងផ្សារដើម្បីមើលថ្ងៃលិចម៉ោងប៉ុណ្ណាអីប្រហែលដូចជាម៉ោង5កន្លះខ្ញុំដើរតាមពីម៉ោង5មកដល់លើនេះគឺម៉ោង5កន្លះពេលខ្ញុំថតម៉ោង5ហ្នឹងគឺវាអាងឹតបាត់ហើយវាអាងឹតគឺថតអត់ឃើញដល់ម៉ោង5កន្លះរៀង7:06ចិត្តភ្លឺអីថតទៅមកឃើញមានភ្លឺមានអីចឹងខ្ញុំមិនថតថែមគឺស្អាតបងប្អូនម៉ោងស្មោះណាអីខ្ញុំមើលថតទៅគឺនៅស្អាតម៉ោងណាអីគឺតាមប្រម៉ោង5កន្លះ7:06ទេហើយពេលជុំវិញគឺស្អាតណាស់មានមនុស្សមកឡើងក្នុងផ្សារឆ្នាំដើម្បីទៅមើលថ្ងៃលិចតែពីអ្វីដែលយើងទៅមើលហ្នឹងថ្ងៃលិចហ្នឹងគឺអត់បានមើលទេដោយសារយើងចោះអាប់មើលឃើញតែពលឺថ្ងៃគឺអាប់ចោះមកច្រើនហ្មងគឺយើងបានថតរូបធម្មតាជុំវិញមើលទៅឃើញអាប់យើងថតរូបអត់សូវស្អាតទេតបពីយើងបានថតរូបថតអីហើយយើងបាននាំគ្នាទៅខាងក្រោមវិញនេះចង់មកបាននេះអីយើងទៅចុះពីភ្នំវិញដោយសារខាងលើនេះយើងថតអីទៀតក៏អត់កើតដែរដោយសារមានតែអាប់មកអត់ឃើញលៀនភ្នំមានពេលយើងខាងក្រោមមានអីអត់មានអីទាំងអស់វាចុះអាប់កាន់តែច្រើនទៅច្រើនទៅតមកគ្នាយើងនាំគ្នាចុះក្រោមវិញដើម្បីធ្វើអីញ៉ាំជុំគ្នាហើយគឺយើងចុះពីភ្នំវិញហើយដោយសារចុះអាប់ពេកយើងនៅថតអីទៀតអត់កើតយើងមានតែអាប់អីចឹងតែវាត្រជាក់ស្រួលគឺខ្យល់ខ្លាំងណាស់នៅខាងលើកន្លែងក្នុងផ្សារហ្នឹងខ្ញុំលើតែខ្ញុំរៀបមើលថ្ងៃចាប់ដើមលេងហ្នឹងតែគេសម្រាប់បាត់តែខ្ញុំនៅវាចឹងដើរពីកន្លែងដែលយើងបោះតង់ហ្នឹងមកឲ្យលើក្នុងផ្សារហ្នឹងយើងដើរចង់ចិត្ត1ម៉ោងដែរបងប្អូនចិត្ត1ម៉ោងកន្លះម៉ោងអីហ្នឹងយើងដើរដល់ខាងលើហ្នឹងឯងតមកគ្នាយើងចាប់ផ្ដើមញ៉ាំអីហើយយើងចាប់ផ្ដើមទៅចង់អាវ៉ាន់ឬអីរៀងខ្លួនដើម្បីចុះទៅក្រោមវិញ